សួស្តីអ្នកនរគ្នាឥឡូវអីវ៉ាន់ដែរខ្ញុំកំងសាមុនហ្នឹងគឺមកដល់ហើយហើយពេលផ្សារហ្នឹងគឺយ៉ាងយូរដែរបងប្អូនគ្នារាល់ដងគឺខ្ញុំកំងត្រឹម7 8ថ្ងៃ9ថ្ងៃអីគឺមកដល់ហើយសួស្តីអ្នកនរគ្នាឥឡូវអីវ៉ាន់ដែរខ្ញុំកំងសាមុនហ្នឹងគឺមកដល់ហើយហើយពេលផ្សារហ្នឹងគឺយ៉ាងយូរដែរបងប្អូនគ្នារាល់ដងគឺខ្ញុំកំងត្រឹម7 8ថ្ងៃ9ថ្ងៃអីគឺមកដល់ហើយប៉ុន្តែចំពោះថ្ងៃហ្នឹងគឺ10ថ្ងៃជាងហើយបងប្អូននេះគឺអីវ៉ាន់ខ្ញុំរៀងច្រើនដែរខែផ្សារហ្នឹងតែឥឡូវយើងចូលមកធ្វើការឆែកមើលអីវ៉ាន់ហ្នឹងមកចិត្តទាំងអស់គ្នាថាមានអីគេខ្លះអញ្ចឹងណាតើអូខេអ្នកនរគ្នាហើយនេះគឺជាអីវ៉ាន់កូនខ្ញុំដែលខ្ញុំទិញមកពីចិនអញ្ចឹងណាបងប្អូនអត់មានអីចាក់ទេឥឡូវហើយនេះគឺជាអីវ៉ាន់ដែលខ្ញុំកំងមកពីចិនហើយនេះគឺជាកៅអៅកូនក្មេងនេះយើងគឺគេដាក់បែបហ្នឹងហើយមានស្បោងយើងមួយដែរអូខេហើយនេះគឺជាអីវ៉ាន់ដែលខ្ញុំកំងមកពីចិនដែរនេះយើងគឺនេះកធុនមួយទឹកកូនក្មេងនិយាយទៅគឺខ្ញុំកំងមកចិនច្រើនមែនតើសារហ្នឹងតែឥឡូវយើងចូលមកកាន់ស្បោងធំទៀតនេះយើងវ៉ាធ្ងន់ណាស់នេះគឺទាំងអស់គឺ3កញ្ចប់មិញបើកអត់ពីអានេះមកកញ្ចប់នេះគឺច្រើនអីវ៉ាន់ក្នុងនឹងគឺច្រើនអានេះគឺជាសម្រាប់ដាក់ទៅដល់គោកូនក្មេងនិយាយដល់អីគេខ្លះទេតោះមិនឆែកមើលដល់គាត់យើងឆែកមើលប្រកបទាំងអស់គ្នាអញ្ចឹងណាអូខេអានេះប្រហែលជាគូគ្នាយើងនិយាយទៅគឺយ៉ាងច្រើនគេចប់ដែរទាំងអីគេខ្លះទេវ៉ានេះគឺជាសាប៊ូអូខេអ្នកទាំងនេះដល់អស់ហើយអូខេនេះគឺជាស្បោងអូខេអ្នកទាំងនេះចង់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ការចែកម្លែកការទិញអីវ៉ាន់មកពីចិនខ្ចប់ម្ដងទាំងអស់អញ្ចឹងណាគ្នាយើងហ្នឹងហើយបងប្អូននេះបើសិនជាមានសំណួរឬក៏មានចម្ងល់អាច comment នៅខាងក្រោម YouTube Channel ខ្ញុំបានអរគុណសម្រាប់ការទស្សនាវីដេអូនេះផងដែរជួបគ្នានៅវីដេអូក្រោយទៀត